អធិការស្រុកសាន់បានីណូបានបញ្ជាក់អត្តសញ្ញាណបុរសដែលជិះម៉ូតូបង្កបដិវហេតុនៅលើផ្លូវ Freeway 10 ហ្នឹងគឺជាបុរសដែលប្រាំអំពើហិង្សានៅក្នុងគ្រួសារហើយបន្ទាប់មកប៉ូលីសនៅរនចូលជួយកំងការហ្នឹងបានទៅដល់ហើយបុរសម្នាក់នេះបានបាញ់សម្លាប់អនុសេនីយ៍ឯកម្នាក់នៅក្នុងពេលនោះគឺលោក Andrew Muñez បានស្លាប់នៅក្នុងហេតុការណ៍នោះហើយប៉ូលីសបានដេញតាមប៉ូលីសសាន់បានីណូហ្នឹងបានដេញតាមទៅបុរសម្នាក់នោះហើយក៏ជួបអបិវហេតុបុរសនោះបានបុកជាមួយនឹងឡានមួយដែលជិះហើយស្របគ្នានៅលើ Freeway 10 ហ្នឹងហើយបុរសម្នាក់ហ្នឹងគឺមិនបានស្លាប់ទេគឺមានរងរបួសហើយបន្តមកគេបញ្ជូនទៅទីពេទ្យគេនឹងធ្វើការកាត់ទោសនៅពេលក្រោយand move forward in terms of making a charging decision likely within the next 2 days of this